បាទជំរាបសួរក៏ដូចជាសូមសួស្តីទៅកាន់បងប្អូនអ្នកទស្សនាទាំងអស់គ្នាបងប្អូនណាបាទថ្ងៃនេះខ្ញុំមកចែករំលែកអំពីវិធីសាស្ត្រក្នុងការលុប page ចេញពី profile Facebook បងប្អូនបាទមួយតែ page បងប្អូនអត់ដំណើរការ page បងប្អូនប្រើអត់កើតឬក៏ page បងប្អូនផុសទៅអត់រីកឬក៏បងប្អូនគិតថា page នឹងអត់សមនឹងប្រើអញ្ចឹងណាបងប្អូនណាបាទឥឡូវនេះខ្ញុំមានវិធីសាស្ត្រសម្រាប់ឆ្នាំ2025ដើម្បីលុប page បងប្អូនណាលុប page ចេញនៅក្នុង profile Facebook របស់យើងបាទអញ្ចឹងមុននឹងចូលទៅដល់ការលុប page ឬក៏ការ delete page អញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនជួយ Subscribe Channel YouTube របស់ខ្ញុំបានម្នាក់មួយផងគឺមានឈ្មោះថាIradi បាទហើយនឹងជួយឲ្យបេះដូងនិងឲ្យមេដៃម្នាក់មួយផងបងប្អូនណាបាទឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅកម្មវិធីលុប page របស់យើងតែម្ដងបងប្អូនបាទជាដំបូងឡើយបងប្អូនត្រូវចូលទៅក្នុង Facebook បងប្អូនណាគឺចូលទៅក្នុង app Facebook នឹងតែម្ដងបាទពេលបងចូលទៅបងប្អូនចូលទៅគឺបងប្អូនត្រូវឈរនៅក្នុង profile Facebook ផ្ទាល់បងប្អូនណា account Facebook ផ្ទាល់របស់បងប្អូនបាទបងប្អូនចូលទៅបងប្អូនគឺផ្ទាំងបែបហ្នឹងនេះគឺជា account profile របស់បងប្អូន account Facebook ផ្ទាល់ណាមិនមែន page ទេបងប្អូនបន្ទាប់មកទៀតបងប្អូនត្រូវចុចលើនេះបងប្អូនចុចលើរូបprofile របស់យើងដែលមានត្រី3នេះបងប្អូនចុចមកបាទបងប្អូននឹងឃើញផ្ទាំងបែបនេះចេញមកបងប្អូនណាបាទនេះបងប្អូនណាឃើញផ្ទាំងបែបនេះបងប្អូនចុចទៅលើ page បងប្អូននេះមានទង់ជាតិពណ៌លឿងនេះបងប្អូនចុចមកលើ page មកបាទបន្ទាប់មកទៀតបងប្អូនត្រូវទៅរើស page ណាមួយដែលបងប្អូនចង់លុបឧទាហរណ៍នេះបងប្អូនឃើញ page របស់ខ្ញុំនេះបងប្អូនណាបាទ page របស់ខ្ញុំនេះគឺមានច្រើនអញ្ចឹងខ្ញុំទៅលុប page មួយចេញបងប្អូនបាទឥឡូវនេះខ្ញុំចង់លុប page នេះចោលបងប្អូននេះ page Lovely Day នេះបងប្អូនណាបាទខ្ញុំចង់លុប page នេះចោលបាទឥឡូវនេះយើងចូលទៅក្នុងនេះយើងចូលនេះបងប្អូនចុចអក្សរពណ៌ខៀវមកគេហៅថា switch now ហ្នឹងមកបងប្អូនណាបាទឥឡូវយើងចុចមកបាទឥឡូវនេះខ្ញុំបានរងចាំបន្តិចបាទឥឡូវនេះវាលោតឲ្យបងប្អូនវាលោតឲ្យនេះគឺជាpage បងប្អូនណាជា page ដែលខ្ញុំត្រូវលុបអញ្ចឹងចាំមើលតែខ្ញុំលុបបានឬអត់បងប្អូនណាបាទបន្ទាប់ពីយើងចូលដល់ក្នុង page ហ្នឹងហើយបងប្អូនត្រូវទៅរកនៅកន្លែងត្រី3នេះបងប្អូនកន្លែងត្រី3ខាងលើនេះណាបងប្អូនណាបាទទៅកន្លែងត្រី3ខាងលើហ្នឹងបងប្អូនចុចកន្លែងត្រី3នេះមកបាទបន្ទាប់ពេលបងប្អូនចុចហើយបងប្អូននឹងឃើញបែបនេះបងប្អូនណាបាទនឹងឃើញបែបនេះបាទនេះគឺបងប្អូននឹងឃើញបែបនេះបាទបងប្អូនជួយ scroll ទៅលើបន្ថែមបងប្អូនណាទៅលើបន្ថែមទៀតមកបងប្អូនបាទអញ្ចឹងបងប្អូន scroll ហើយបងប្អូនចុចsetting និង privacy បងប្អូន setting និង privacy នេះមកបើសិនជាបងប្អូនចុចមកឃើញអញ្ចឹងបាទ setting និង privacy បងប្អូនបាទបន្តមកទៀតបងប្អូនចុច setting នេះមកតង់ទៀតបងប្អូនណាចុច setting នេះមកតង់ទៀតមកបាទពេលបងប្អូនចុចហើយបងប្អូននឹងលោតឃើញនេះគេហៅaccount Facebook របស់យើងណា account profile របស់យើងបាទអញ្ចឹងយើង scroll វាទៅលើបងប្អូន scroll វាទៅលើរកពាក្យ control access control បងប្អូនណាបាទនេះអូខេបងប្អូននេះ access and control បងប្អូន scroll វាមកដល់ខាងក្រោមមករុញវាទៅលើទៅបងប្អូនឃើញពាក្យនេះហ៎ access control នេះបងប្អូនចុចលើពាក្យហ្នឹងមកបងប្អូនណាបាទពេលដែលបងប្អូនចូលចុចលើហ្នឹងហើយបងប្អូននឹងចូលមកដល់កន្លែងនេះគេសួរយើងថាចង់លាក់ឬក៏ចង់អត់ដំណើរការវាឬក៏ចង់លុបបងប្អូនបាទអញ្ចឹងបងប្អូនអាចរើសយកមួយណាក៏បានអញ្ចឹងសម្រាប់ខ្ញុំចង់ធ្វើវីដេអូប្រាប់បងប្អូនពីរបៀបលុបអញ្ចឹងខ្ញុំចុចយកខាងក្រោមនេះតែម្ដងបងប្អូនបាទយើងចុចមកបន្ទាប់ពីយើងចុចហើយបងប្អូនណាបន្ទាប់ពីយើងចុចហើយមកយើងរើសពាក្យយក continue បងប្អូនយក continue នេះមកបាទនេះបងប្អូនពេលបងប្អូនចុចពាក្យ continue ហើយគឺខាងក្រុមហ៊ុន Facebook គេនឹងសួរបងប្អូនណាតើមូលហេតុអីបងប្អូនចង់លុប page នឹងចោលអញ្ចឹងហ្នឹងហើយលុប page នឹងចោលអញ្ចឹងណាបាទអញ្ចឹងបងប្អូនរកមូលហេតុរបស់បងប្អូនមកមូលហេតុអីបងប្អូនចង់លុបបងប្អូនយកទី1ក៏បានគឺអត់ចង់ចំណាយពេលនៅនៅលើ Facebook អានេះគេតាក់ទងចំណុចនេះអញ្ចឹងខ្ញុំយកពាក្យថា this page has was hacked អញ្ចឹងខ្ញុំសាកលុបអានេះបងប្អូនណាខ្ញុំយកទី4បងប្អូនខ្ញុំយកទី4ចុចណាបាទចុចយកទី4នេះមក
បាទពេលបងប្អូនចុចមកហើយគឺគេនឹងលោតទាំងបែបនេះមួយទៀតបងប្អូនលោតទាំងបែបនេះមួយទៀតគឺយើងត្រូវចុចពាក្យ continue បងប្អូនណាចុចពាក្យ continue បាទបន្ទាប់ពីបងប្អូនចុចពាក្យ continue វានឹងលោតទាំងបែបនេះទៀតគឺវាមានពាក្យ continue មួយទៀតបងប្អូនអញ្ចឹងយើងចុចពាក្យបន្តទៀត continue មួយទៀតបងប្អូនណាចុច continue មួយទៀតបាទឥឡូវនេះកន្លែងនេះគឺជាកន្លែងដែលយើងត្រូវដាក់ profile Facebook របស់យើងបាទ profile ដែលយើងច្រឡំសំទោសpassword Facebook របស់យើងបងប្អូនណាកន្លែងនេះបងប្អូនឃើញទេតែមិនមែនលុប Facebook ខាងលើនេះទេណាលុប page បងប្អូននេះconfirm page deletion by entering your Facebook password បាទគឺត្រូវការ password account Facebook យើងដើម្បីលុបចោលណាបាទអញ្ចឹងបងប្អូនរងចាំបន្តិចខ្ញុំវាយpassword ខ្ញុំចូលសិនសូមអធិស្ឋានបងប្អូនណារងចាំបន្តិចមកបងប្អូនបាទឥឡូវនេះខ្ញុំបានវាយរួចរាល់បងប្អូនវាយ password Facebook ខ្ញុំរួចរាល់ហើយបាទឥឡូវនេះខ្ញុំវាយហើយណាបងប្អូនណាពេលដែលខ្ញុំវាយហើយអញ្ចឹងខ្ញុំត្រូវចុចពាក្យ continue នេះបងប្អូនបាទឥឡូវចាំមើលខ្ញុំចុចណាបងប្អូនចាំមើលតើបានឬមិនបានបងប្អូនបាទឥឡូវខ្ញុំចុចទាំងអស់គ្នាចុចពាក្យ continue នេះមកបាទបាទឥឡូវនេះគឺពេលយើងចុចពាក្យ continue គឺវានឹងលោតពាក្យនេះឲ្យយើងថា page ហ្នឹងគឺត្រូវបានលុបហើយបងប្អូន page ហ្នឹងគឺត្រូវបានលុបចេញពី account Facebook របស់យើងហើយអញ្ចឹងយើងត្រូវចុចពាក្យអាខៀវនេះមួយទៀតគឺនឹងលុបចេញតែម្ដងអញ្ចឹងបញ្ជាក់ថាអានេះគឺខាងក្រុមហ៊ុនគេឲ្យដំណឹងយើងថា page នេះនឹងត្រូវបានលុបចេញពី Facebook យើងរយៈពេល30ថ្ងៃក្រោយបងប្អូនណាបាទយូរបំផុតត្រឹម30ថ្ងៃក្រោយបាទអញ្ចឹងបើសិនជាយើងចង់លុបយើងចុចពាក្យនេះបើយើងអត់ទេយើងចុចពាក្យ cancel បងប្អូនណាយើងចុចពាក្យ cancel តែខ្ញុំចង់លុប page នេះបងប្អូនណាបាទឥឡូវខ្ញុំចុចពាក្យ delete តែម្ដងបងប្អូន delete page បងប្អូនណាបាទឥឡូវនេះខ្ញុំចុចទៅបាទអូខេឥឡូវនេះពេលយើងចុចលុបហើយគឺវាលោតមក profile Facebook យើងធម្មតាវិញបងប្អូនបាទឥឡូវចាំមើលខ្ញុំចូលទៅមើលpage ហ្នឹងតើឃើញដែរឬអត់អញ្ចឹងយើងចូល profile យើងទៅដែរបងប្អូនបាទចូលមកហើយយើងចូលទៅមើល page របស់យើងកន្លែងនេះដែរតើ page ហ្នឹងនៅទៀតអត់បងប្អូនណាបាទអូខេបងប្អូននេះគឺ page យើងបានបាត់ហើយ page ដែលខ្ញុំត្រូវលុបមិញណាបានបាត់ហើយបាទវាមកនៅខាងក្រោមនេះវិញបងប្អូននេះបាទនេះ page នេះណាគឺដាក់មកថាអត់ដំណើរការទេ page នេះអញ្ចឹង30ថ្ងៃក្រោយពី page នេះគឺត្រូវបានលុបចេញតែម្ដងបងប្អូនពី page នេះត្រូវបានលុបចេញពី account Facebook របស់ខ្ញុំហើយបងប្អូនណាបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងគ្នាសង្ឃឹមថាបងប្អូនទាំងគ្នានឹងជួយ subscribe channel YouTube របស់ខ្ញុំបានម្នាក់មួយផងនិងជួយ follow page របស់ខ្ញុំបានម្នាក់មួយផងបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំបានមានប្រយោជន៍ពេលដែលបងប្អូន follow បងប្អូននឹងទទួលបានវីដេអូថ្មីបន្ថែមទៀតបងប្អូនណាក៏ដូចជាទទួលបានចំណេះដឹងបន្ថែមទៀតទាក់ទងជាមួយនឹងការប្រើប្រាស់នៅ Facebook ឬក៏ការកាត់តវីដេអូមួយចំនួនបន្ថែមទៀតជាចុងក្រោយអរគុណច្រើនបងប្អូនទាំងគ្នាអរគុណជម្រាបលា